បាទជំរាបសួរបងប្អូនទាំងអស់គ្នាពិសេសបងប្អូនជាសិស្សថ្នាក់ទី10ចឹងថ្ងៃនេះលោកគ្រូសូមលើកយកមេរៀនផលធាតុព្រៃកោណមៀតចឹងនៅក្នុងលំហាត់នេះលោកគ្រូសូមលើកយកប្រតិបត្តិយកមកកែជូនបងប្អូនបាទនៅក្នុងប្រតិបត្តិគេសួររកអីបងប្អូនបាទតាមរូបខាងក្រោមនេះចូលគណនាតង់សង់នៃមុំ A រួចប្រើ Raptor ដើម្បីវាស់តម្លៃមុំ A បាទចឹងតើយើងអាចគណនាតង់នៃមុំ A បានដោយរបៀបណាចឹងសូមបងប្អូនមើលការបកស្រាយរបស់លោកគ្រូខាងក្រោមបាទចឹងសំណួរកគេឲ្យរូបមកចឹងរូបត្រីកោណ A B C កែងត្រង់ B ប៉ុន្តែគេឲ្យគណនាតង់នៃមុំ A តើយើងរកបែបម៉េចចឹងដើម្បីរកតង់នៃមុំ A បានទាល់តែយើងចេះកំណត់មុំចឹងបើសិនជាមុំ A នៅត្រង់នេះតើជ្រុងនៅជាប់នៃមុំ A យើងអានថាជ្រុងអីបាទជ្រុងជាប់ចឹងទ្រុងជាប់លោកគ្រូតាំងដល់អក្សរចូលចុចជ្រុង BC បាទជាជ្រុងឈាមចុចជ្រុង AC បាទ AC គឺជាអ៊ីប៉ូតេនូសបាទអញ្ចឹងដើម្បីរកតង់យើងគ្រាន់តែយកជ្រុងឈាមអញ្ចឹងជ្រុងឈាមតាំងដោយ BC ចែកឲ្យជ្រុងជាប់គឺ AB បន្ទាប់មកយើងចំនួនលេខចូលមកអញ្ចឹង BC ឃើញប៉ុន្មានបាទ BC ឃើញ 2.5 AB យើងមើលតាមរយៈរូបមើលដាក់យកមកគឺ AB ឃើញ 3.5 ចឹងយើងជំនួសមកបានចែកស៊ីសងទៅឃើញ 0.771 បាទចំណែកសំណួរបន្តគឺយើងប្រើ Raptor ដើម្បីវាស់តម្លៃមុំបាទដោយសារតែក្នុងកុំព្យូទ័រលោកគ្រូពិបាកវាស់អញ្ចឹងពួកយើងអាចបើកសៀវភៅហើយយើងដាក់ Raptor មកវាស់មុំខ្លួនឯងឃើញប៉ុន្មានយើងអាចដាក់ប៉ុណ្ណឹងមកសំណួរខគេឲ្យរូបដូចគ្នាប៉ុន្តែគេមានន័យថាបំវាយរូបដាក់មុំ A បដូរវិញអញ្ចឹងដោយសារមុំ A នៅខាងនេះអញ្ចឹងយើងកំណត់ជ្រុងឲ្យហើយមកទី1ជ្រុងជាប់មុំ A អញ្ចឹងយើងអានថាជ្រុងជាប់អញ្ចឹងជ្រុងជាប់គឺ AB ចំណែកឯជ្រុងបុកពីមុំទៅយើងអានថាជ្រុងឈាមចំណែកឲ្យវែងជាងគេនេះ AB AC នេះគឺជាអ៊ីប៉ូអញ្ចឹងចង់ដឹងតង់យើងគ្រាន់តែយកជ្រុងឈាមគឺ BC ចែកនឹងជ្រុងជាប់យើងចំនួនលេខចូល BC ឃើញ2 AB ឃើញ 2.5 បាទចែកទៅឃើញ 0.58 ចំណែកមួយទៀតគឺប្រតិបត្តិអក្សរកគេឲ្យរូបដូចគ្នាប៉ុន្តែគេបន្លំយើងគេដាក់រូបមុំ A ទៅលើអញ្ចឹងដើម្បីគណនាតង់នៃមុំ A បានយើងកំណត់ជ្រុងសិនអញ្ចឹងជ្រុងដែលជាប់នៃមុំ A គឺយើងអានថាជ្រុងជាប់ចំណែកឯជ្រុងឈាមនៃមុំ A យើងអានថាជ្រុងឈាមយើងចង់ដឹងតង់យើងប្រើរូបមន្តដដែលមកអញ្ចឹងតង់នៃមុំ A ស្មើជ្រុងឈាមនៃមុំ A ចែកនឹងអីបាទចែកនឹងជ្រុងជាប់នៃមុំ A បន្តទៀតយើងចំនួនតម្លៃលេខចូលមកចានេះ3 BC 3 AB 1.2 អញ្ចឹងយើងចែកទៅឃើញ 2.5 បាទចម្លើយសម្រាប់ខគនេះយើងឃើញប៉ុណ្ណឹងអញ្ចឹងអរគុណបងប្អូនដែលបានទស្សនាបើមានចម្ងល់អីបងប្អូនអាច comment នៅខាងក្រោមវីដេអូលោកគ្រូបានលោកគ្រូនឹងបកស្រាយជូនបាទ